សំណួរសួរថាប្រសិនបើយើងមិនទាន់ចាក់ដីហើយដីរបស់យើងមិនទាន់រៀបស្មើនោះតើយើងអាចសាងសង់ជារបងបានដែរឬទេសូមជម្រាបសួរពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនានៅវីដេអូមួយនេះហើយនេះគឺជាសកម្មភាពនៃការដឹកជញ្ជូនឥដ្ឋជូនអតិថិជនមួយកន្លែងទៀតដែលស្ថិតនៅក្នុងស្រុកកញ្ជ្រៀចភូមិព្រៃតាព្រំនៅខេត្តព្រៃវែងនេះបាទហើយខ្ញុំសូមជម្រាបជូនពុកម៉ែបងប្អូនបន្ថែមទៀតផងដែរថាខាងសិប្បកម្មយើងខ្ញុំគឺមានផលិតដូចជាឥដ្ឋបរិស្ថានប្រភេទឥដ្ឋបុកឥដ្ឋការ៉ូឡាឥដ្ឋខ្យល់និងខឿនឡើងឡានគ្រប់ប្រភេទទាំងអស់បើសិនបើពុកម៉ែបងប្អូនមានតម្រូវការសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើនេះនោះខាងយើងខ្ញុំនឹងដឹកជញ្ជូនដល់ទីកន្លែងតែម្ដងហើយមួយវិញទៀតគ្រប់ផលិតផលពីខាងសិប្បកម្មយើងខ្ញុំប្រសិនបើពុកម៉ែបងប្អូនបានកំងហើយប្រើប្រាស់ក្នុងការសាងសង់មិនអស់ខាងយើងខ្ញុំធានាទទួលទិញយកវិញដោយតម្លៃពេញពុកម៉ែបងប្អូនគ្រាន់តែគិតតម្លៃសេវាដឹកជញ្ជូនតែប៉ុណ្ណោះដូចបងប្រុសបងស្រីដែលគាត់បានកំងឥដ្ឋបរិស្ថានយើងខ្ញុំនេះយកទៅសាងសង់ជារបងហើយផ្ទៃដីរបស់គាត់នេះគឺមិនស្មើគ្នានោះទេមានកន្លែងខ្លះហ្នឹងខ្ពស់មានកន្លែងខ្លះនោះទាបដូច្នេះគាត់ក៏សម្រេចចិត្តកូនយកលេងលោកបាត់បដោះតសចាក់ជាធ្នឹមយកតែម្ដងរួចគាត់យកអត្តដ្ឋាននេះរៀបពីលើតែម្ដងហើយសម្រាប់បងប្រុសផ្ទាល់គាត់ឆ្លាញ់លក្ខណៈផ្ទៃរលោងដូច្នេះគាត់ត្រូវការប្រើស៊ីម៉ងបុកបន្តិចទៀតដើម្បីឲ្យផ្ទៃនេះកាន់តែរលោងស្អាតបន្ថែមទៀតខ្ញុំបើបត់លឿនមកមកមេកឲ្យអស់មក